សួស្តីបងសួស្តីមកទៀតបងនេះប្រឡងក្បែរផ្ទះបងប្រឡងក្បែរផ្ទះក្បែរផ្លូវនេះផ្លូវខាងស្ដាំដៃនេះផ្លូវបងស្ដាំដៃផ្លូវហើយផ្លូវហ្នឹងទំនប់ហ្នឹងគេហៅស្អីកងរិះអញ្ចឹងណាបងប្អូនហើយកន្លែងហ្នឹងឆ្នាំទៅខ្ញុំអត់ដែរមកបកទេខ្ញុំមកបងសណាញ់ដុតត្រីដុតអីហូបជុំគ្នាអញ្ចឹងណាអត់ដែរមកបកទេប៉ុន្តែជិះម៉ូតូកាត់តាមហ្នឹងមកវាឃើញតំណងហើយអត់សូវមានពេលណាមកបោកសំណាញ់អញ្ចឹងបងប្អូនដោយសារវាមានសារាយឆ្នាំហ្នឹងវាមានសារាយឆ្នាំទៅវាអត់មានទេឆ្នាំហ្នឹងវាមានសារាយខ្លាំងហើយទៅទឹកខាងមុខទឹកជ្រៅហើយប្រឡងកំពង់កគប់ហ្នឹងទឹករយៈដែរទេហើយមិននឹកស្មានបងប្អូនមិននឹកស្មានទេមកដោតនួយបណ្ដាអីបណ្ដារៀបចំដងរៀបចំអីហ្នឹងចេះស្រឡឹងមើលឃើញមាត់មួយហើយទូចដែរនឹងមាត់ហើយដល់ពេលគប់ទៅ4 5ខ្សែបងប្អូនបានខំតែ4 5ខ្សែវាដបងអត់តាន់ខំហ្នឹងកាត់ចោលហើយអាហ្នឹងកាត់យកទៅកន្លែងខំហើយនេះមកកន្លែងហ្នឹងខំ4បងប្អូនខំ4ហ្នឹងបរាជ័យ2បាត់ហើយបរាជ័យ2អាហ្នឹងដំបងបងប្អូនដំបងអស់នុយ2គ្រាប់ទៅក៏មានអីបន្តមកទៀតគឺអែមបងប្អូនអែមប៉ុន្តែវាមិនសូវមានធំខំទេបងប្អូនដោយសារវាទឹករយៈពេកក៏មិនដឹងហើយក៏វាលពេកក៏មិនដឹងមានអសរាយអញ្ចឹងបងប្អូនដោយសារមានសលេងម៉ូតូសលេងឡានអីហ្នឹងទៅមកតាមជាហ្នឹងហើយនេះខំលើកទី3បងប្អូនចូលហើយបងប្អូនចូលហើយខាងមុខនោះបងប្អូនអានោះជ្រៅប្រហែលជាមកសតុងលើសទៅលើទៀតបងប្អូនជ្រៅម្ដុំនោះហើយតរិញទៅតិចទៀតដល់ពេលត្រូវបងសំណាញ់មកបាយជុំគ្នាទៀតបងប្អូននេះត្រូវជាងមេដៃបងប្អូនអើយត្រូវជាងមេដៃនិយាយទៅឲ្យតែថាតនេចេះកលឹងហោទលាប់បងប្អូនអើយធ្លាប់បាត់ហើយងាយបកក្រោយទេបបកត្រីនេះតើបានជាចោះហើយដឹងទៅហើយអត់មានថយក្រោយកើតទេចង់ថយក្រោយចង់សម្រាកឲ្យបានកន្លះខែក៏មួយខែតែរួចបងប្អូនបើភ្លាមចេះនិយាយបានណាប៉ុន្តែតនេទៅ2 3ថ្ងៃចាប់ដើមហើយចាប់ដើមនឹកឃើញទៀតហើយនេះត្រីទីខំលើកទី4បងប្អូនខំលើកទី4ទឹកអញ្ចឹងវាភាកច្រើនតនេះទេបងប្អូនធ្លាក់ពីលើទំនប់នោះធ្លាក់ពីដីនោះមកដល់ទឹកហ្នឹងគឺខំតែម្ដងអញ្ចឹងណាវិសានេះរៀងត្រឹសបន្តិចបងប្អូនត្រឹសបន្តិចហើយកន្លែងហ្នឹងខ្ញុំជិះម៉ូតូប្រហែលដងបងប្អូនជិះម៉ូតូមកតាមហ្នឹងអញ្ចឹងទៅអត់មានឃើញអ្នកបងសណាញ់ក៏មិនឃើញអ្នកបបកក៏មិនឃើញដោយសារអ្នកបបកគេគិតថាអត់មានត្រីតាមដំណើរហ្នឹងមិនអត់មានអ្នកបបកទេម្ដុំហ្នឹងមានធ្លាប់ឃើញមានស្មាត់តលេងអីតលេអ៊ំហើយក៏កន្លែងហ្នឹងក៏មានស្មាត់ធ្លាប់មកលេងដែរអង្ការទឹកនៅជ្រៅបងទឹកនៅពេញទឹកនៅពេញតែឥឡូវគិតថាត្រីវាអត់មានមិនដឹងហើយក៏មិនក៏មិនដឹងអត់ចេះគប់វាលពេកក៏មិនដឹងដែរហើយខ្ញុំមានអីកលឹងទៅកលឹងមកឃើញក៏ឆ្លៀតមកពេលព្រឹកព្រលឹមម្ដងហើយមេស្លាល្អនេះខាងមុខខ្ញុំគប់ហ្នឹងគឺជ្រៅបងប្អូនជ្រៅហើយវាមានថ្មទៀតបើត្រឹមតែមកសតុងមកអីចឹងទៅក៏វាអាចរកបានដែរបងសណាញ់បងអីបានបើសិនជាអត់ថ្មណាប៉ុន្តែនឹងថ្មកើលើគ្នាអូថ្មខ្លាំងបងប្អូនចឹងបានត្រីនៅនឹងអត់អស់ទេហើយឆ្នាំទៅក៏អត់រីងដែរទឹកហ្នឹងរីងអត់អស់ទេចឹងហើយត្រីនៅមានធំនៅក្នុងហ្នឹងហើយមកក្បាលនេះត្រឹសជាងគេនេះបងប្អូនរៀងត្រឹសជាងគេក្បាលហ្នឹងរៀងអែមនេះជាតិបងប្អូនជាតិត្មងអែមហើយថតល្អបងប្អូនត្រីនៅហ្នឹងរៀងគ្រាន់បើដោយសារវាមានសារាយមានអីសបោ
កូនត្រីសម្បកអីចឹងណាហើយវីដេអូនេះបងប្អូនត្រីចុងក្រោយគឺ4ត្រីបងប្អូន4ត្រីមកព្រឹកហ្នឹងលេងបាន4ត្រីណាអែមនេះបងប្អូនមកខំជាច្រាំងចឹងទេនោះធ្លាក់ទៅលើថ្មនោះខំទៅហើយអត់បានចាប់មកពេលវាខំនេះល្មមហូបបងប្អូនអើយមកព្រឹកត្រឹមម៉ោងប្រហែលជាម៉ោង9ជាងម៉ោង10ហ្នឹងអស់ហើយមកព្រឹកហ្នឹងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនណាអរគុណច្រើន